ក្រុមវិស័យបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូខ្ញុំសាជាថ្មីនៅក្នុងវីដេអូនេះដែរខ្ញុំនឹងចែកម្លែកបងប្អូនពីសម្ដែកគួរអត្ថប្រយោជន៍នៃសម្ដែកគួរណាពាក់ព័ន្ធជាមួយនឹងសម្ដែកគួរគឺជាបន្លែមួយប្រភេទដែលមានជាតិសរសៃនិងសារធាតុចិញ្ចឹមខ្ពស់ប៉ុន្តែវាមានការីទៀតទេហើយការញ៉ាំសម្ដែកគួរជាប្រចាំវាផ្ដល់នូវអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរបស់យើងវាសម្រួលដល់ប្រព័ន្ធរំលាយអាហារវាសម្បូរទៅដោយជាតិសរសៃ fiber ដែលជួយការពារបញ្ហាទល់លាមកនិងសម្រួលទៅដល់ដំណើរការពោះវៀនហើយក៏វាជួយពង្រឹងប្រព័ន្ធរាងកាយហើយវាមានវីតាមីន C ខ្ពស់ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយពីជំងឺផ្សេងៗនិងជួយឲ្យស្បែកយើងនឹងមានសុខភាពល្អផងដែរហើយវាសម្រួលទៅដល់ប្រព័ន្ធសម្ពាធឈាមនិងសុខភាពបេះដូងវាមានជាតិប៉ូតាស្យូមបាទជាតិប៉ូតាស្យូមនោះវាជួយគ្រប់គ្រងសម្ពាធឈាមព្រមទាំងកាត់បន្ថយជាតិខ្លាញ់អាក្រក់នៅក្នុងឈាមណាហើយវាជំនួយទៅដល់ការគ្រប់គ្រងទម្ងន់វាមានការីទៀតអញ្ចឹងការញ៉ាំនោះវាធ្វើឲ្យឆ្អែតបានយូរនិងស័ក្តិសមបំផុតបងប្អូនដែលមានបញ្ហាចង់ស្រកទម្ងន់ឬក៏គ្រប់គ្រងទម្ងន់ណាហើយក៏វាជួយទៅដល់សុខភាពឆ្អឹងវាសម្បូរទៅដោយវីតាមីន K និងវីតាមីន K ហ្នឹងណាបងប្អូនហើយនឹងកាល់ស្យូមដែលជួយសារធាតុចាំបាច់ក្នុងការទប់ស្កាត់ការសឹករីករាលឆ្អឹងនិងពង្រឹងឆ្អឹងឲ្យបានរឹងមាំហើយក៏វាល្អសម្រាប់តែស្ត្រីមានផ្ទៃពោះដែរវាមានសារធាតុហ្វូឡាតអាស៊ីតដែលជួយទៅដល់ការលូតលាស់នៃប្រព័ន្ធប្រសាទរបស់ទារកនៅក្នុងកនិងការពារការរភាពពីកំណើតណាអញ្ចឹងវាជួយទៅដល់ទារកនៅក្នុងផ្ទៃផងដែរបងប្អូនហើយដើម្បីទទួលបានសារធាតុចិញ្ចឹមល្អបងប្អូនគួរតែបងប្អូនអាចយកសណ្តែកគួរញ៉ាំស្រស់ក៏បានដែរអាចញ៉ាំជាមួយនឹងប្រហុកឬក៏កាពិឬក៏អាចស្លកកូរឬក៏ឆាជាមួយសាច់ផ្សេងៗបានណាបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូខ្ញុំមានបណ្ដាពាក់ព័ន្ធជាមួយនឹងសណ្តែកគួរសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំដែលខ្ញុំចែកម្លែកនេះបាទអញ្ចឹងអរគុណបងប្អូនយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត